អ្វីទៅជាកំហុសដ៏ធំបំផុតរបស់ពុកម្ដាយចំពោះកូនស្ដីពីមេរៀនអំពីលុយកាក់ឬចំណេះដឹងហិរញ្ញវត្ថុហើយចំណេះដឹងហិរញ្ញវត្ថុអ្វីខ្លះដែលអ្នកគួរបង្រៀនដល់កូនរបស់អ្នកទម្លាប់ដ៏ល្អមួយតាំងពីតូចមកដែលខ្ញុំបានរៀនពីឪពុករបស់ខ្ញុំគឺការសន្សំលុយដែលជាមេរៀនសំខាន់បំផុតមួយដែលឪពុករបស់ខ្ញុំបានបង្រៀននេះជាសម្ដីរបស់លោក Warren Buffett មុនពេលលោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway កំពូលអ្នកវិនិយោគរូបនេះបានចាប់ផ្ដើមចេញរកលុយដោយខ្លួនឯងដោយផ្ដើមចេញពីការលក់ភេសជ្ជៈ Coca-Cola លោកទស្សនាវដ្តីនិងស្ករកៅស៊ូពីផ្ទះមួយទៅផ្ទះមួយទៀតផងដែរជាអ្វីដែលលោកយល់ថាជាបទពិសោធន៍ដំបូងគេដ៏ល្អបំផុតសម្រាប់រូបលោកស្ដីពីចំណេះដឹងហិរញ្ញវត្ថុតើអ្វីទៅជាកំហុសធំបំផុតរបស់ឪពុកម្ដាយចំពោះកូនស្ដីពីមេរៀនលុយកាក់នេះមហាសេដ្ឋីរូបនេះបានមានប្រសាសន៍ថាពេលខ្លះឪពុកម្ដាយទុកបណ្ដោយឲ្យកូនចាំដល់អាយុ10ឆ្នាំឬច្រើនជាងនេះបានបង្រៀនពួកគេពីរបៀបគ្រប់គ្រងលុយកាក់តាមពិតទៅឪពុកម្ដាយគួរបង្រៀនពួកគេតាំងពីពួកគេនៅរៀនសាលាមត្តេយ្យមកម្ល៉េះបន្ថែមឲ្យការលើកឡើងរបស់លោក Warren Buffett ការស្រាវជ្រាវនានាបានបង្ហាញថា 80% នៃខួរក្បាលរបស់មនុស្សយើងចាប់ផ្ដើមលូតលាស់នៅពេលឈានដល់អាយុ3ឆ្នាំបន្ថែមជាមួយនឹងការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Cambridge បានរកឃើញថាក្មេងៗអាចចាប់បានមូលដ្ឋានគ្រឹះស្ដីពីលុយកាក់នៅពេលដែលពួកគេមានអាយុចន្លោះពី3ទៅ4ឆ្នាំបន្ទាប់មកនៅពេលដែលគេឈានដល់អាយុ7ឆ្នាំអរិយាប័ត្រហិរញ្ញវត្ថុនាពេលអនាគតរបស់ពួកគេនឹងមានការរីកចម្រើនទៅមុខជាធម្មតានេះជាចំណេះដឹងហិរញ្ញវត្ថុពីលោកមហាសេដ្ឋី Warren Buffett ដែលអ្នកគួរបង្រៀនដល់កូនរបស់អ្នក1បង្រៀនកូនរបស់អ្នកឲ្យមានគំនិតបត់បែនអ្នកត្រូវលើកទឹកចិត្តកូនរបស់អ្នកកុំឲ្យឆាប់ចុះចាញ់ឬបោះបង់ដោយសារតែអ្វីមួយមិនដំណើរការអ្នកត្រូវធ្វើឲ្យសមត្ថភាពនៃការគិតរបស់ពួកគេមានភាពច្នៃប្រឌិតដើម្បីឲ្យពួកគេមានគំនិតច្នៃប្រឌិតអ្នកអាចបង្រៀនពួកគេឲ្យចេះកែច្នៃរបស់ចាស់ដែលបោះចោលទៅជាឧបករណ៍ផ្សេងឬលក់យកលុយមកវិញតែនេះវាអាចបង្រៀនពួកគេពីរបៀបគិតឲ្យស៊ីជម្រៅចេះសន្សំសំចៃនិងការពារបរិស្ថានទៀតផង2បង្រៀនកូនរបស់អ្នកឲ្យចេះសន្សំអ្នកអាចឲ្យប្រអប់ដាក់ប្រាក់ចំនួន2ទៅកូនរបស់អ្នកដែលប្រអប់ទី1សម្រាប់ដាក់ប្រាក់សន្សំនិងប្រអប់មួយទៀតសម្រាប់ដាក់ប្រាក់សម្រាប់ចំណាយរាល់ពេលដែលពួកគេទទួលបានប្រាក់ដែលបានមកពីដូចជាអំណោយឬជួលឲ្យធ្វើអ្វីមួយជាថ្នូរនឹងបានប្រាក់អ្នកអាចណែនាំពួកគេពីរបៀបដាក់ប្រាក់ដែលត្រូវសន្សំទុកនិងប្រាក់សន្សំលើការចំណាយឬចង់ទិញរបស់អ្វីមួយប្រាប់ពួកគេពីរបស់ណាដែលចាំបាច់ត្រូវទិញនិងរបស់ណាដែលមិនចាំបាច់ត្រូវទិញ3បង្រៀនកូនរបស់អ្នកឲ្យយល់ពីភាពខុសគ្នារវាងតម្លៃនិងគុណតម្លៃក្នុងនាមជាឪពុកម្ដាយអ្នកប្រហែលជាបានបង្កើតកំហុសជាច្រើនហើយពេលខ្លះអ្នកអាចទិញរបស់ថ្លៃៗនៅហាង brand ខណៈពេលដែលរបស់ដូចគ្នានិងមានគុណភាពដូចគ្នានេះអ្នកអាចរកបាននៅកន្លែងផ្សេងដែលមានតម្លៃធូរថ្លៃជាងនេះអ្នកអាចឆែកមើលតម្លៃរបស់មុខទំនិញមួយដែលមានលក់នៅហាងផ្សេងគ្នាមកឲ្យកូនរបស់អ្នកធ្វើការប្រៀបធៀបបន្ទាប់មកអ្នកត្រូវសួរពួកគេថាតើហាងណាដែលពួកគេគួរទិញទំនិញនោះហេតុអ្វី4បង្រៀនកូនរបស់អ្នកឲ្យចេះធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវកត្តាសំខាន់បំផុតមួយក្នុងការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវនោះគឺរបៀបដែលការសម្រេចចិត្តនីមួយៗអាចជះឥទ្ធិពលដល់លទ្ធផលនាពេលអនាគតអ្នកត្រូវធ្វើឲ្យកូនរបស់អ្នកមានទម្លាប់ក្នុងការសម្រេចចិត្តដ៏ល្អមួយពីវិធីសន្សំប្រាក់ពួកគេប្រហែលជាចង់បានស្បែកជើងថ្មីប៉ុន្តែវាល្អទេប្រសិនបើពួកគេដុសសម្អាតស្បែកជើងចាស់របស់ពួកគេឲ្យថ្មីឡើងវិញហើយទុកលុយទិញសៀវភៅក្នុងវ័យដែលពួកគេកំពុងសិក្សានិងមិនទាន់ចេះរកលុយនិងទោះបីជាថ្ងៃមុខពួកគេអាចរកលុយបានក៏ដោយតើមួយណានឹងផ្ដល់ផលប្រយោជន៍ក្នុងរយៈពេលវែងនេះជារបៀបបង្រៀនកូនរបស់អ្នកក្នុងការប្រៀបធៀបលើការសម្រេចចិត្តដ៏ឆ្លាតវៃសូមជួយចុច like share page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំល្អៗបន្ថែមទៀត